ភិបាលខេត្តកំពង់ចាមណែនាំដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងអ្នកពាក់ព័ន្ធបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀននិងចូលរួមប្រើប្រាស់កម្មវិធី App NoTrack ក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយអាយដាមឃ្លូតផនប្រធានក្រុមប្រឹក្សាខេត្តក្នុងកិច្ចប្រជុំសាមញ្ញលើកទី17អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តដែលរៀបចំនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី14ខែតុលាឆ្នាំ2025នេះលោកឃ្លូតចន្ទាអភិបាលរងខេត្តកំពង់ចាមបានណែនាំដល់អាជ្ញាធរក្រុងស្រុកឃុំសង្កាត់និងអ្នកពាក់ព័ន្ធទាំងអស់សូមបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពិសេសម្ចាស់សន្តាគារផ្ទះសំណាក់ភោជនីយដ្ឋានមណ្ឌលកំសាន្តនិងម្ចាស់ខារ៉ាអូខេអំពីបញ្ហាគ្រឿងញៀននិងចូលរួមប្រើប្រាស់កម្មវិធី App NoTrack ឲ្យបានគ្រប់គ្នាដើម្បីចូលរួមទាំងអស់គ្នាគឺសហគមន៍គ្មានគ្រឿងញៀនស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកឃ្លូតចន្ទាបានមានប្រសាសន៍បញ្ជាក់ថាអាយុដាមសន្តិបណ្ឌិតណេតសាវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ឲ្យអនុវត្តនៅប្រព័ន្ធផ្ដល់ព័ត៌មាន App NoTrack គឺសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអាចរាយការណ៍មកកាន់សមត្ថកិច្ចស្ដីពីការចរាចរណ៍គ្រឿងញៀនការសេពគ្រឿងញៀនឬក៏ប្រទះឃើញជនមានពាក់ព័ន្ធនឹងគ្រឿងញៀនដើម្បីអាចឲ្យសមត្ថកិច្ចចោះទៅអន្តរាគមន៍បង្ក្រាបទាន់ពេលវេលាលោកអភិបាលរងខេត្តបន្តថាគិតមកដល់ពេលនេះ App NoTrack ទទួលបានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសប្រើប្រាស់និងផ្ដល់ព័ត៌មានយ៉ាងច្រើនលើសលប់សម្រាប់ខេត្តកំពង់ចាមមានប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានតាមប្រព័ន្ធនេះបានចំនួន7ករណីផងដែរបើតាមការលើកឡើងរបស់អាយុដាមឃ្លូតផនប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមបានបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញលើកទី17អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តលើកយករបៀបវិរៈចំនួន7មកពិនិត្យនិងពិភាក្សាក្នុងនោះរួមមានពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី16អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកញ្ញានិងលើកទិសដៅប្រចាំខែតុលាឆ្នាំ2025របស់រដ្ឋបាលខេត្តកំពង់ចាមពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេល3ខែតុលាវិច្ឆិកានិងធ្នូឆ្នាំ2025របស់រដ្ឋបាលខេត្តកំពង់ចាមពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងប្រតិទិនសម្រាប់ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី2អាណត្តិទី4ឆ្នាំ2025ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងសម្រាប់ស្តីពីការសម្រួលប្រការ1នៃសេចក្តីសម្រេចលេខ051/24 សសរចុះថ្ងៃទី16ខែសីហាឆ្នាំ2024ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មខេត្តកំពង់ចាមពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការសម្រួលប្រការ1នៃសេចក្តីសម្រេចលេខ052/24 សសរចុះថ្ងៃទី16ខែសីហាឆ្នាំ2024ស្តីពីការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដីនិងនគររូបនីយកម្មខេត្តកំពង់ចាមនិងបញ្ហាផ្សេងៗ